កម្ពុជារៀបចំទិវាតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ2026ផ្ដោតលើការជំរុញនវានុវត្តន៍ទំនុកចិត្តនិងនិរន្តរភាពក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានរៀបចំទិវាតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ2026ក្រោមប្រធានបទនវានុវត្តន៍ទំនុកចិត្តនិងនិរន្តរភាពអនុភាពនៃការវិតម្លៃទទួលស្គាល់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទូនីតិនៃការវិតម្លៃទទួលស្គាល់និងការវិតម្លៃភាពអនុលោមក្នុងការជំរុញនវានុវត្តន៍ពង្រឹងទំនុកចិត្តទីផ្សារនិងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពទិវាតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ2026ត្រូវបានផ្ដួចផ្ដើមដោយ Global ACI ជាស្ថាប័នសកលថ្មីមួយដែលកាត់ចេញពីការរួមគ្នារវាងវេទិកាវិតម្លៃទទួលស្គាល់អន្តរជាតិ IAF និងស្ថាប័នកិច្ចសហប្រតិបត្តិការវិតម្លៃទទួលស្គាល់ពីមន្ទីរពិសោធន៍អន្តរជាតិ ILAC ដើម្បីជំរុញការយល់ដឹងអំពីសារៈសំខាន់នៃការវិតម្លៃទទួលស្គាល់និងការវិតម្លៃភាពអនុលោមក្នុងការធានាគុណភាពសុវត្ថិភាពនិងភាពប្រកបប្រជែងនៃទំនិញនិងសេវាកម្មនៅក្នុងទីផ្សារជាតិនិងអន្តរជាតិការវិតម្លៃទទួលស្គាល់គឺជាមូលដ្ឋានគ្រឹះនៃការទទួលស្គាល់លទ្ធផលធ្វើតេស្តការធ្វើអធិការកិច្ចការចេញវិញ្ញាបនបត្រការផ្ទៀងផ្ទាត់និងការបញ្ជាក់សុពលភាពដែលជួយកាត់បន្ថយរបាំងបច្ចេកទេសក្នុងពាណិជ្ជកម្មការគ្រប់គ្រងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមក MOAS ដែលអនុវត្តគោលការណ៍ធ្វើតេស្តម្ដងទទួលស្គាល់គ្រប់ទីកន្លែងឯកឧត្តមហេមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងជាប្រធានក្រុមប្រឹក្សាជាតិវិតម្លៃទទួលស្គាល់នៃកម្ពុជាបានលើកឡើងថានៅក្នុងបរិបទនៃសេដ្ឋកិច្ច Digital និងឧស្សាហកម្មជំនាន់ថ្មីការងារវិតម្លៃទទួលស្គាល់ជាឧបករណ៍យុទ្ធសាស្ត្រដ៏មានអានុភាពក្នុងការជួយគាំទ្រការងារគ្រប់គ្រងនិងការងារបច្ចេកទេសក្នុងផ្នែកសំខាន់ៗដូចជាការជំរុញការគាំទ្រនវានុវត្តន៍ការកសាងទំនុកចិត្តលើទីផ្សារការធានានិរន្តរភាពនិងការអភិវឌ្ឍបៃតងឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាទំនុកចិត្តក្នុងទីផ្សារត្រូវបានកសាងលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ NQI ដែលប្រកាន់ខ្ជាប់នៅអភិក្រម 3C រួមមានសមត្ថភាពអនុលោមភាពនិងទំនុកចិត្តដើម្បីធានាថាផលិតផលនិងសេវាកម្មមានគុណភាពសុវត្ថិភាពនិងអាចប្រកួតប្រជែងបាននៅលើទីផ្សារអន្តរជាតិឯកឧត្តមរដ្ឋមន្ត្រីក៏បានគូបញ្ជាក់ថាក្រសួងបាននឹងកំពុងដឹកនាំពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិតាមរយៈការដាក់ឲ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដារបទបញ្ញត្តិបច្ចេកទេសនិងនីតិវិធីវិតម្លៃភាពអនុលោមព្រមទាំងការរៀបចំគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិដើម្បីពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍ស្ថាប័នស្តង់ដាររូបនីយកម្មស្ថាប័នមេត្រាសាស្ត្រនិងអង្គភាពវិតម្លៃភាពអនុលោមឲ្យទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនិងគាំទ្រការធ្វើពាណិជ្ជកម្មនិងការវិនិយោគរបស់កម្ពុជាទិវាតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ2026មានការទទួលចូលរួមពីតំណាងក្រសួងស្ថាប័នដែលជាសមាជិកក្រុមប្រឹក្សាជាតិវិតម្លៃទទួលស្គាល់នៃកម្ពុជាថ្នាក់ដឹកនាំក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍អង្គភាពវិតម្លៃភាពអនុលោមមន្ទីរពិសោធន៍វិស័យឯកជនសហគ្រាសធុនតូចនិងមធ្យមនិងភាគីពាក់ព័ន្ធ